ហូបពងមាន់អាចកាត់បន្ថយជំងឺវង្វេងវង្វាន់ Alzheimer បាន47%បើជាព័ត៌មានមួយសំខាន់ហើយដែលជួយឲ្យបងប្អូនមានទំនុកចិត្តទៅលើការទទួលទានសុទ្ធទទួលទានពងមាន់ពងទានៅសង្គមខ្មែរយើងបន្តតែម្ដងបាទបងប្អូនមួយរយៈចុងក្រោយនេះខ្មែរយើងបានបោះបង់នៅប្រពៃណីនៃការទទួលទានមួយចំនួនយើងច្រើនប្រអាប់គ្នាទៅទៀតថាអត់អីស៊ីទេស៊ីពងណាបាទនេះជាពាក្យមួយដែលសំដៅទៅលើថាពងមាន់ពងទានេះគឺសម្រាប់អ្នកក្រអញ្ចឹងពងមាន់ដែលខ្ញុំនិយាយនេះបងប្អូនគឺក្តោបទាំងពងទាក្តោបទាំងសុទ្ធសត្វនៅក្នុងនឹងផ្ទាល់តែម្ដងសារៈសំខាន់ខ្លាំងណាស់បងប្អូនតាក់ទងជាមួយនឹងពងមាន់ពងទានឹងការសម័យមុនជីដូនជីតារបស់យើងបុព្វបុរសរបស់យើងគឺទទួលទានពងមាន់ពងទានេះជាប្រចាំដោយសារអីនៅតាមផ្ទះនីមួយបងប្អូនតែងតែមានការចិញ្ចឹមមាន់ចិញ្ចឹមទាអីចឹងជាដើមអត្ថប្រយោជន៍វាយ៉ាងម៉េចខ្ញុំបាទវិជ្ជបណ្ឌិតដូចជាហុយនឹងលើកជូនបងប្អូនបាទខ្ញុំមិនមែនចេះតែនិយាយបងប្អូននឹងជំរាបជូនដោយលើកយកតលហីកឬក៏ការសិក្សាមួយចំនួនដើម្បីឲ្យបងប្អូនលោកជ្រាបបាទអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូនអាចតាមដានពីដើមដល់ចប់ជាពិសេសនៅចុងក្រោយខ្ញុំនឹងលើកជូនអំពីបញ្ហាសំខាន់តាក់ទងជាមួយនឹងពងមាន់ពងទានេះផ្ទាល់តែម្ដងបងប្អូនតាមការសិក្សាមួយដែលធ្វើឡើងនៅក្នុងចំណោមមនុស្សវ័យចំណាស់ប្រមាណជា1000នាក់ហើយការធ្វើនោះឯងគឺប្រើរយៈពេល7ឆ្នាំបាទលទ្ធផលបានបង្ហាញថាលោកតាលោកយាយដែលលោកទទួលទានពងមាន់ពងទាមួយគ្រាប់ឬក៏2 3គ្រាប់ក្នុងមួយសប្តាហ៍អីចឹងជាដើមបងប្អូនគឺគាត់អាចកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់របស់គាត់គឺជំងឺ Alzheimer របស់គាត់បានដល់ទៅ47%បាទនេះជាចំណុចសំខាន់នៃការជជែកគ្នាថាពងមាន់នឹងហេតុអីបានវាជួយដល់កម្រិតនេះផ្ទាល់តែម្ដងបាទខ្ញុំនឹងលើកទលហីកដើម្បីជូនបងប្អូនក្នុងការបញ្ជាក់ថាវាជួយអ្វីដែលវាជួយនឹងវាមានសារជាតិមួយដែលមានឈ្មោះថាកូលីនបាទសារជាតិនឹងវានៅក្នុងផ្នែកលឿងនៃពងមាន់នោះផ្ទាល់តែម្ដងផ្នែកលឿងនៃសុទ្ធនោះផ្ទាល់តែម្ដងបងប្អូនចំណុចទៅនឹងបងប្អូនខ្ញុំងាកបន្តិចជូនបងប្អូនដោយសារអីសប្តាហ៍ថ្ងៃនេះបងប្អូនខ្មែរយើងមួយចំនួនហ្នឹងគឺជាពិសេសយើងមានគ្រូកីឡាខ្លះឬក៏អ្នកហាត់ប្រាណខ្លះដែលបានបង្កើតជំនឿមួយថាយើងទទួលទានសុទ្ធតែសុទ្ធសបានហើយលឿងហ្នឹងឯងយើងកវត្តចោលបាទនេះជាចំណុចមួយត្រូវឬខុសខ្ញុំមិនពិចារណាជូនបងប្អូនទេប៉ុន្តែខ្ញុំគ្រាន់តែជំរាបជូនបងប្អូនថាសុទ្ធលឿងនេះបងប្អូនគឺមានសារជាតិសំខាន់ច្រើនណាស់ហើយសារជាតិដែលយើងឃើញមានដូចជាសារជាតិខ្លាញ់អានឹងឯងសារជាតិខ្លាញ់កូលេស្តេរ៉ុលហ្នឹងដែលគ្រូកីឡាដែលអ្នកកីឡាមួយចំនួននោះលោកស្អប់ប៉ុន្តែវាមានប្រូតេអ៊ីនវាមានពពួកវីតាមីនមួយចំនួនវាមានពពួករ៉ែខនិកមួយចំនួនដែលជាសារជាតិចិញ្ចឹមដែលជាសារជាតិបំពន់សម្រាប់រាងកាយរបស់យើងសម្រាប់ជួយសុខភាពសម្រាប់ជួយឲ្យបងប្អូនអាចមានជីវិតបានវាជាអាហារមួយដែលអាចជំនួសសាច់ផ្ទាល់តែម្ដងសារជាតិមួយដែលសំខាន់បងប្អូនគឺសារជាតិកូលីនបាទសារជាតិកូលីននេះគឺមាននៅក្នុងផ្នែកលឿងនៃសុទ្ធនោះផ្ទាល់តែម្ដងអញ្ចឹងពេលដែលបងប្អូនទទួលទានពងមាន់តែសគឺយើងអត់បានទទួលទានសារជាតិនោះទេហើយយើងអត់បានទទួលទានពពួកវីតាមីនពពួករ៉ែខានិកឬក៏ពពួកប្រូតេអ៊ីនទេបាទរ៉ែខានិកប្រូតេអ៊ីនទាំងអស់ហ្នឹងបងប្អូនមានសារៈសំខាន់ណាស់